ជ្រាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរពុកម៉ែបងប្អូនទាំងអស់គ្នាបានហូបអ្វីញ៉ាំបាយដែរចំណែកខាងនាងខ្ញុំវិញគឺបានឆាផ្កាខាត់ណានេះឯងពុកម៉ែបងប្អូនហើយគឺថាខែនេះគឺថាសម្បូរផ្កាខាត់ណាខ្លាំងមែនតើពុកម៉ែបងប្អូនហើយទិញ1គីឡូតម្លៃទៅ1500រៀលទៅ2000ទេពុកម៉ែបងប្អូនហើយគឺថាឆាទៅគឺមកផ្ទះធំតែម្ដងពុកម៉ែបងប្អូនហើយគឺថាខ្ញុំតន់ដល់ខែសម្បូរអញ្ចឹងហើយធូរថ្លៃយើងថាខ្ញុំមិនបខំហូបខ្លាំងមែនតើហ្មងចាអញ្ចឹងថ្ងៃនេះខ្ញុំបានយកវាមកឆាជាមួយនឹងសាច់ជ្រូកពុកម៉ែបងប្អូនឆាជាមួយនឹងសាច់ជ្រូក3ជាន់ពុកម៉ែបងប្អូនហើយគឺថាផ្កាខាត់ណានេះបើសម្រាប់ពុកម៉ែបងប្អូនខ្ញុំអត់ដឹងទេតែបើសម្រាប់ខ្ញុំវិញគឺថាខ្ញុំអាចយកវាមកហូបធ្វើជាម្លក់បានណាពុកម៉ែបងប្អូនហូបឆៅក៏បានស្រុះហូបក៏បានអញ្ចឹងថាផ្ទះខ្ញុំចូលចិត្តខ្លាំងមែនតើអញ្ចឹងដល់ខែវាសម្បូរហើយអញ្ចឹងយើងត្រូវតែហូបឲ្យបានច្រើនទៅព្រោះអីតែបន្តិចទៀតហ្នឹងវារៀងថ្លៃដែរម៉ែបងប្អូនចាចឹងធ្វើការឆាវាទៅឆាវាជាមួយនឹងសាច់ជ្រូកហ្នឹងទៅចាប់ផ្ដើមលេងខ្ទឹមលេងអីណាពុកម៉ែបងប្អូនថ្ងៃហ្នឹងគឺតែខ្ញុំអត់មានខ្លាញ់ទេខ្ញុំអត់ខ្លាញ់ឲ្យលេងខ្ញុំអត់បានទិញខ្លាញ់ចឹងទៅខ្ញុំក៏ប្រើជាមួយនឹងខ្លាញ់ជ្រូកហ្នឹងហ្មងទៅដាក់វាចរាញ់លើភ្លើងមួយភ្លេតទៅវាចេញខ្លាញ់ឲ្យយើងបានឆាជាមួយខ្ទឹមហ្នឹងពុកម៉ែបងប្អូនហើយខ្ញុំក៏បានលេងខ្ទឹមហ្នឹងក្រហមឈ្ងុយហើយខ្ញុំក៏បានដាក់ស្ករសចូលពុកម៉ែបងប្អូនស្ករសហ្នឹងគឺថាដាក់តាមចំណង់ចំណូលចិត្តទៅបើបងប្អូនចូលចិត្តផ្អែមក៏ដាក់រឿងច្រើនតិចទៅបើខាងខ្ញុំអត់សូវចូលចិត្តផ្អែមម៉ាណេព្រោះអីខ្ញុំមានម្ដាយចាស់ហ៎តែចឹងទៅចាស់គាត់មិនចូលចិត្តផ្អែមខ្ញុំក៏ដាក់ស្ករតាមតិចទេហើយឬក៏ដាក់ទឹកត្រីដាក់អីអញ្ចឹងបងប្អូនហើយក៏ដាក់សាច់ជ្រូកនឹងចូលទៅឆាជាមួយនឹងគ្រឿងយើងនឹងឲ្យវាឈ្ងុយឲ្យវាឡើងក្រហមអញ្ចឹងណាបងប្អូនហើយគេថាឆាខ្ញុំមានប៊ីនឹងខ្លោចបងប្អូនហើយប៊ីនឹងខ្លោចហ្មងណាចាស្នាងដែរអត់ខ្លោចទេក្រប៊ីទេចាអញ្ចឹងចាប់ដើមធ្វើការឆាជ្រូកនៅក្រហមហើយខ្ញុំក៏បានថែមទឹកតិចបងប្អូនពេលខ្ញុំចាក់ទឹកនឹងថែមតិចហើយខ្ញុំបានកូរច្បល់វាហើយខ្ញុំក៏បានក្របវាទុកបន្តិចណាបងប្អូនបញ្ចឹងវីដេអូរបស់នាងខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនហើយគេថាកាត់ខ្លីៗងាយស្រួលយល់បែបសាមញ្ញអញ្ចឹងណាពុកម៉ែបងប្អូនចាបើសិនជាមានការនិយាយស្ដីទៅខុសឆ្គងត្រង់ណាអីកុំប្រកែកុំកាន់ហើយណាពុកម៉ែបងប្អូនហើយគេថាខ្ញុំអត់សូវចេះនិយាយទេអញ្ចឹងពុកម៉ែបងប្អូនបើសិនជាពេញចិត្តចូលចិត្តមើលវីដេអូរបស់ខ្ញុំសូមជួយចុច Subscribe នឹងខ្ញុំអ្នកមួយផងដើម្បីជាកម្លាំងចិត្តទុកធ្វើវីដេអូក្រោយៗទៀតចឹងណាពុកម៉ែបងប្អូនចាហើយវីដេអូខ្ញុំសូមអរគុណនិងសូមគោរពលាជួបគ្នាសាច់ជ្រូកដែលខ្ញុំបានងាស់មិញណាពុកម៉ែបងប្អូនចាទៅមើលវាថាតើវារាងផុយនៅបើថាសាច់ជ្រូកនឹងផុយហើយរាងឆ្អិនបន្តិចហើយខ្ញុំក៏ចាប់ដើមធ្វើការចាក់ផ្កាខាត់ណានឹងចូលពុកម៉ែបងប្អូនផ្កាខាត់ណានេះដែរគេថាសម្រាប់អ្នកខ្លះគាត់ចូលចិត្តហូបរាងនៅឆៅចឹងណាបងប្អូនតែបើសម្រាប់ខ្ញុំវិញតន់តែឆ្អិនតែខ្ញុំមកអីមានក្មេងតូចអីចឹងតែកាលណានៅរឹងគាត់អត់ញ៉ាំទេតើយើងឆាឲ្យវាឆ្អិនរាងទន់តិចទៅបានគាត់ញ៉ាំចឹងណាអញ្ចឹងខ្ញុំក៏បានចាប់ផ្កាខាត់ណានឹងចូលទៅតទៅពីចាប់ផ្កាខាត់ណានឹងចូលហើយបងប្អូនខ្ញុំក៏ច្បល់វាបន្តិចទៅដើម្បីឲ្យវារាងទន់បន្តិចខ្ញុំក៏បានដាក់ប៊ីចេងហើយនឹងម្សៅស៊ុបខ្នុរបងប្អូនដាក់ចូលទៅខ្ញុំក៏ចាប់ផ្ដើមច្បល់វាបន្តិចទៀតទៅពេលដែលខ្ញុំច្បល់វាហើយ